រឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីចុកជាមួយគ្នាពុំដែលឃ្លាតទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកំដេកដើរស៊ីចុកជាមួយគ្នាប្រយ័ត្នតែមនុស្សអ្នកស្រុកគេឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឮទន្សាយនិយាយដូច្នេះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទន្សាយនិយាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីចុកដទៃពីគ្នាក្នុងការនៅបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្មានដោយធ្លាប់បាននៅរំលាក់ជាមួយគ្នាអស់កាលជាយូរលង់លុះយូរទៅក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមកទន្សាយបានដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកនាដល់គ្នានឹងគ្នាហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែក្របីព្រៃខ្ញុំបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែគូនឹងជុលលបងរត់គ្នាក្របីព្រៃឮដូច្នេះខឹងណាស់និយាយថាយើបងទន្សាយក្រោមមេឃលើដីមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតក្អេងក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំទៅបងឯងហៅវាមកយើងនឹងជួយប្រឡងរត់គ្នាទន្សាយក៏ទៅប្រាប់ក្របីស្រុកថានេះបងក្របីស្រុកក្របីព្រៃគេខឹងនឹងបងឯងណាស់គេថាឲ្យបងឯងទៅជួបនឹងជួយប្រឡងរត់គ្នាឲ្យដឹងដៃទន្សាយឡើងជិះលើខ្នងក្របីស្រុកជូនដំណើរទៅឲ្យជួបក្របីព្រៃលុះទៅដល់ភ្លាមក្របីព្រៃក៏ស្ទុះមកវល់ក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏បែកចាក់ចេញពីគ្នាមួយនៅស្រុកមួយទៀតនៅព្រៃលេងជួបគ្នាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ